រឿងរ៉ាវរបស់ខ្ញុំមិនបានរៀនចប់ថ្នាក់មធ្យមសិក្សាទេកាលពីក្មេងខ្ញុំបានសម្រេចចិត្តធ្វើដំណើរជុំវិញពិភពលោកខ្ញុំបានប្រឹងធ្វើការដោយប្រើកម្លាំងបាយអស់រយៈពេល2ឆ្នាំរហូតមានប្រាក់សន្សំល្មមសម្រាប់ធ្វើដំណើរខ្ញុំធ្វើដំណើរតាមនាវាដឹកទំនិញរបស់ Norway ឆ្លងកាត់មហាសមុទ្រអាត្លង់តិកខាងជើងរួចហើយធ្វើដំណើរដោយរថយន្តក្រុងរថយន្តដឹកទំនិញរថភ្លើងទៅជុំវិញអឺរ៉ុបឆ្លងទ្វីបអាហ្វ្រិកនិងចុងក្រោយទៅដែនបូព៌ាដ៏សែនឆ្ងាយខ្ញុំមិនធ្លាប់ខកខានអាហារមួយពេលទេប៉ុន្តែត្រូវរំលងអាហារជាច្រើនពេលដោយគ្មានកំណត់នៅពេលមិនអាចរកការងារប្រើកម្លាំងបាយបានទៀតដោយអស់សង្ឃឹមទើបខ្ញុំចាប់ផ្ដើមលក់ដូរវាហាក់ដូចជាថាការសម្រេចចិត្តភាគច្រើនរបស់យើងមិនខុសអ្វីពីការពិចារណាទាំងថ្ងៃទាំងយប់រហូតដល់មានគំនិតមួយចំនួនផុសឡើងមករួចទើបពិនិត្យមើលថាតើវាជាអ្វីសម្រាប់ខ្ញុំកិច្ចការនោះគឺការលក់នេះឯង